របៀបផលិតសារធាតុចិញ្ចឹមប៉ូតាស្យូមងាយអស់លុយតិចប្រើសម្រាប់បំពន់ឬដំណាំបានគ្រប់ប្រភេទជីប៉ូតាស្យូមវាមានតួនាទីនៅក្នុងដំណើរការនៃការធ្វើរស្មីសំយោគរបស់ដំណាំវាបង្កើតប្រូតេអ៊ីនបង្កើតជាតិម្សៅបង្កើតជាតិស្កររួមទាំងអង់ស៊ីមជាង80ប្រភេទសម្រាប់ការងាររបស់កោសិកានៃរុក្ខជាតិលើសពីនេះទៅទៀតប៉ូតាស្យូមគឺជាសារធាតុមួយដែលជំរុញឲ្យរុក្ខជាតិនឹងគឺមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងការស្រូបយកសារធាតុនីត្រូសែនក៏ដូចជាសារធាតុចិញ្ចឹមផ្សេងៗប៉ូតាស្យូមគឺជាសារជាតិមួយដែលរុក្ខជាតិត្រូវការជាចាំបាច់ធ្វើឲ្យផ្លែនឹងមានសភាពស្អាតមានរសជាតិឆ្ងាញ់ក៏ដូចជាមានរសជាតិផ្អែមផងដែរសម្គាល់ថាដំណាំរបស់បងប្អូននឹងវាខ្វះសារជាតិប៉ូតាស្យូមបងប្អូនមិនចំណាយលុយច្រើនដើម្បីទៅទិញថ្នាំគីមីឬក៏ជីសរីរាង្គអីយកមកបំពន់ឬក៏យកមកដាក់ទេបងប្អូនអាចផលិតបានដោយខ្លួនឯងដោយចំណាយលុយតិចមែនទែននៅក្នុងវីដេអូនេះខ្ញុំនឹងបងប្អូនទៅដឹងអំពីរូបមន្តចំនួន2នៅក្នុងការធ្វើជីប៉ូតាស្យូមដោយខ្លួនឯងអញ្ចឹងរូបមន្តទី1គឺបងប្អូនផលិតជីប៉ូតាស្យូមដែលជាលក្ខណៈជីគោកបងប្អូនអញ្ចឹងវត្ថុធាតុដើមដែលបងប្អូនត្រូវមានគឺបងប្អូនត្រូវមានសម្បកក្រូចចំនួន3គីឡូលាមកគោស្ងួតចំនួន1គីឡូចំពោះសម្បកក្រូចនេះគឺអត់ប្រកាន់ប្រភេទទេបងប្អូនសម្បកក្រូចឆ្មាក៏បានក្រូចសាច់ក៏បានហើយសម្បកក្រូចនេះបងប្អូនងាយរកមែនតើបងប្អូនអាចប្រមូលពីផ្ទះបាយក៏បានឬក៏បងប្អូនអាចទៅរកសុំពីកន្លែងដែលគេលក់ក្រូចច្បាច់ណាបងប្អូនយកមកចំនួន3គីឡូឬក៏ចំនួនបរិមាណច្រើនជាងនេះទៅតាមតម្រូវការរបស់បងប្អូនចូលដល់របៀបនៃការធ្វើបងប្អូនយកសម្បកក្រូចដែលបងប្អូនរកបានហ្នឹងបងប្អូនយកវាមកលាយជាមួយនឹងលាមកគោស្ងួតរបស់យើងណាបងប្អូនលាយឲ្យវាសព្វចូលគ្នាទៅបន្ទាប់មកទៀតគឺបងប្អូនយកលបាយហ្នឹងយកវាទៅដាក់នៅក្នុងការុងហើយចងមកឲ្យជិតចំពោះការុងគឺជាប្រភេទការុងដែលវាមានសារជាតិផ្លាស្ទិកការពារខ្លះបងប្អូនខ្ញុំជឿថាបងប្អូនប្រហែលជាមាននៅផ្ទះហើយការុងប្រភេទហ្នឹងបន្ទាប់ពីបងប្អូនដាក់លបាយចូលក្នុងការុងចងមកឲ្យជិតហើយបងប្អូនទុកវាចោលរយៈពេលចន្លោះពី6ទៅ10ថ្ងៃបន្ទាប់ពី6ទៅ10ថ្ងៃដែលបងប្អូនយកការុងលបាយនឹងដាក់ក្នុងម្លប់ហើយបងប្អូនទៅមើលទៅឃើញថាសម្បកក្រូចរបស់យើងហ្នឹងគឺវាបដូរពណ៌ទៅជាពណ៌កម្ៅណាអញ្ចឹងមានន័យថាយើងទទួលបានជីកំប៉ុស្តដែលមានសារជាតិប៉ូតាស្យូមខ្ពស់ហើយសម្រាប់ប្រើប្រាស់ទៅលើដំណាំដែលបងប្អូនគិតថាវាកំពុងតែខ្វះប៉ូតាស្យូមបន្ទាប់ពីបងប្អូនធ្វើបានលបាយនេះហើយយើងចូលដល់របៀបនៃការប្រើគឺងាយទេបងប្អូនយកជីកំប៉ុស្តដែលយើងលាយបានហ្នឹងចំនួន1ភាគលាយជាមួយដី4ភាគមានន័យថាបើសិនបងប្អូនប្រើជីកំប៉ុស្ត1គីឡូយើងត្រូវលាយជាមួយដីហ្នឹងចំនួន4គីឡូបន្ទាប់ពីលាយហើយបងប្អូនអាចយកវាទៅដាក់នៅតាមគល់ដំណាំដែលបងប្អូនឃើញថាវាកំពុងតែខ្វះសារជាតិប៉ូតាស្យូមណាឬបងប្អូនអាចប្រើវាដាក់នៅតាមរណ្ដៅមុនពេលយើងដាក់ដាំដំណាំក៏បានដែរដើម្បីវាជំនួយទៅដល់សំណាបឬក៏ដំណាំរបស់បងប្អូនហ្នឹងឲ្យវាចាប់ឫសបានល្អហើយនឹងយើងជួយទៅដល់ប្រព័ន្ធឫសតាំងពីពេលដាក់ដាំទៅធ្វើឲ្យដំណាំឬក៏ដើមឈើរបស់បងប្អូនហ្នឹងគឺវាមានសុខភាពល្អចូលដល់របៀបទី2គឺជារបៀបផលិតជីប៉ូតាស្យូមដែលជារូបមន្តជីទឹកម្ដងបងប្អូនមានសម្បកចេកទុំចំនួនកន្លះគីឡូទឹកអង្ករក៏បានទឹកធម្មតាក៏បានចំនួន1លីត្រហើយនឹងធុងដែលយើងប្រើប្រាស់សម្រាប់ផ្អាប់ដំណាក់កាលនៃការធ្វើគឺបងប្អូនយកសម្បកចេកមកយកវាមកហាន់ជាដុំតូចៗបងប្អូនមិនហាន់ក៏បានដែរគ្រាន់តែថានៅពេលដែលបងប្អូនហាន់ទៅគឺធ្វើឲ្យសម្បកចេកហ្នឹងវាឆាប់រលួយឬចេញសារធាតុចិញ្ចឹមមកលាយជាមួយនឹងទឹកបានលឿនហើយបងប្អូនយកសម្បកចេកដែលហាន់ហើយហ្នឹងដាក់ចូលនៅក្នុងធុងរួចចាក់ទឹកចូលទៅក្នុងធុងហ្នឹងទៅបន្តមកទៀតបងប្អូនគ្របឲ្យជិតប៉ុន្តែការគ្របហ្នឹងបងប្អូនមិនចាំគ្របឲ្យវាតឹងខ្លាំងទេគ្របធម្មតាទៅកាលណាតែយើងកម្រូបបិទកម្របឲ្យវាជិតខ្លាំងធ្វើឲ្យនៅក្នុងធុងហ្នឹងវាមានជាតិខ្យល់កាលណាតែវាមានជាតិខ្យល់គឺវាងាយរំលាយអាសារជាតិចិញ្ចឹមចេញពីសម្បកចេកទេអញ្ចឹងបងប្អូនត្រាំទុកប្រហែលជា2ទៅ3យប់ហើយក្នុងកំឡុងពេលដែលត្រាំហ្នឹងគឺជារយៈពេលដែលសារធាតុចិញ្ចឹមហ្នឹងវារលាយចេញពីសម្បកចេកហើយវាលាយចូលជាមួយនឹងទឹកដែលយើងបាក់ដាក់ចូលទៅនឹងឯងក្រោយពីត្រាំចំនួន2យប់ហើយបងប្អូនអាចស្រង់យកសម្បកចេកនឹងចេញទៅហើយយើងយកទៅទឹកមកដើម្បីយកមកប្រើប្រាស់អញ្ចឹងទឹកដែលយើងបានពីការផ្អាប់សម្បកចេកឬក៏ត្រាំសម្បកចេកហ្នឹងនឹងឲ្យវាជាជីកំប៉ុស្តទឹកដែលយើងអាចប្រើប្រាស់ដើម្បីបំពន់ដំណាំរបស់យើងឲ្យរឹងមាំលូតលាស់ល្អអ្វីដែលកាន់តែពិសេសហ្នឹងវាជួយធ្វើឲ្យតងនៃផ្លែនឹងស្វិតកាលណាតងនៃផ្លែស្វិតធ្វើឲ្យផ្លែដំណាំរបស់យើងហ្នឹងវាកាន់បានច្រើនចំពោះចំណុចសំខាន់ចុងក្រោយគឺវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ប្រសិនបើបងប្អូនប្រើប្រាស់ជីកំប៉ុស្តទឹកនេះសម្រាប់ស្រោចគល់ដំណាំជាប្រភេទដំណាំធំៗដូចជាស្វាយខ្នុរ
ដំណាំផ្សេងៗដែលយើងប្រើដើម្បីស្រោចគល់ណាបងប្អូនត្រូវតែប្រើជីកំប៉ុស្តទឹកនេះចំនួន1លីត្រលាយជាមួយនឹងទឹក5លីត្រហើយស្រោចនៅបរិវេណគល់របស់ដំណាំប្រយ័ត្នកុំឲ្យវាប៉ះស្លឹកពីព្រោះបរិមាណដែលយើងលាយនេះគឺជាចំនួនច្រើនអញ្ចឹងកាលណាតែយើងប្រើប្រាស់ស្រោចគល់លេងយើងអត់ប្រយ័ត្នវាអាចប៉ះទៅដល់ស្លឹកដំណាំទៅវាអាចធ្វើឲ្យស្លោកឬក៏មានបញ្ហាផ្សេងៗទៅដល់ដំណាំយើងដែរហើយចំពោះការប្រើប្រាស់គឺបងប្អូនសូមប្រើតែមួយសប្តាហ៍តែម្ដងបានហើយកុំឲ្យច្រើនលើសពីនេះពីព្រោះជីនឹងវាខ្លាំងករណីបងប្អូនចង់ប្រើដើម្បីស្រោចស្រពទៅលើបន្លែស្លឹករុក្ខជាតិលម្អឬក៏ប្រភេទដំណាំផ្សេងដំណាំយកផ្លែផ្សេងតែបងប្អូនចង់ស្រោចវានៅលើស្លឹកណាបងប្អូនអាចលាយទឹកជីសបកចេកនេះក្នុងបរិមាណ3ស្លាបព្រាបាយលាយជាមួយនឹងទឹក20លីត្រហើយបាញ់ទៅលើស្លឹកដំណាំរបស់យើងក្នុងករណីបងប្អូនប្រើប្រាស់ដើម្បីបាញ់ទៅលើស្លឹកបងប្អូនអាចប្រើវាបានចន្លោះពី2ទៅ3ដងក្នុងមួយសប្តាហ៍របៀបនៃការលាយរបៀបនៃការប្រើប្រាស់គឺទៅតាមប្រភេទដំណាំឬក៏បរិវេណដែលបងប្អូនប្រើទៅលើដំណាំដែរអញ្ចឹងសូមច្បាស់ចំណុចនេះកាលណាតែបងប្អូនអត់ច្បាស់ចំណុចនេះទេអាចធ្វើឲ្យខូចខាតដំណាំរបស់យើងអញ្ចឹងសម្រាប់រូបមន្តនៃការកែច្នៃសបកចេកផលិតធ្វើទៅជាជីបំពន់ដើម្បីជំរុញឲ្យដំណាំរឹងមាំកាន់ផ្លែបានច្រើនខ្ញុំមានតែប៉ុណ្្នេះទេហើយជាចុងក្រោយសូមពឹងបងប្អូនឲ្យជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំអាចរកចំណូលបានតិចបន្តួចពី YouTube ផងដែរ